កូនច្រើនបងសម្រាប់ការផ្ដល់យោបល់ហើយនឹងចែករំលែកល្អតែដោយសារខ្ញុំអត់ចង់ចងសក់ឲ្យគាត់ដូចស្រីអញ្ចឹងទេប៉ុន្តែដោយសារអាសក់ខាងមុខគាត់ហ្នឹងណាវាដោះកូនសក់ខ្លាំងមែនតើដោះច្រើនណាស់អញ្ចឹងបើសិនជាខ្ញុំអត់ចង់តិចតុយអីឲ្យគាត់អញ្ចឹងទេអាសក់មុខហ្នឹងគឺវាចេះតែធ្លាក់មកចូលមុខចូលភ្នែកគាត់អញ្ចឹងណាអញ្ចឹងបាទខ្ញុំចេះតែចងតិចតុយឲ្យគាត់សងខាងអញ្ចឹងទៅបានលើកអាកូនសក់ហ្នឹងចងទៅបានទៅក្រោយអស់ហើយដូចនិយាយអញ្ចឹងបងឥឡូវហ្នឹងគឺខ្ញុំអត់តន់កាត់សក់ឲ្យកូនប្រុសខ្ញុំទេគឺខ្ញុំឥឡូវហ្នឹងខ្ញុំមិនសមសក់គាត់ខ្ញុំព្យាយាមថែសក់គាត់នឹងធ្វើមិនឲ្យបានវែងក្រាស់ជាងនឹងទៀតបងអញ្ចឹងទម្រាំតាគាត់ដល់អាយុចូលរៀនខ្ញុំនឹងកាត់សក់របស់គាត់បរិច្ចាគទៅដល់អ្នកដែលគាត់កើតជំងឺមហារីកអញ្ចឹងខ្ញុំនឹងកាត់សក់គាត់ទៅឲ្យខាងមន្ទីរពេទ្យបងហើយសក់គាត់នឹងខ្ញុំអត់ទុកវែងដល់គាត់ធំហ្មងឯងបងត្រឹមតែប្រហែលជា5 6 ខែទៀតគាត់ដល់អាយុចូលរៀនហ្នឹងគឺខ្ញុំកាត់ឲ្យបងកាត់ខ្លីយកហ្មងហើយឲ្យទៅខាងមន្ទីរពេទ្យឯងអញ្ចឹងបានមួយរយៈនេះគឺខ្ញុំព្យាយាមថែសក់គាត់មែនតើកក់និយាយទៅខ្ញុំកក់ឲ្យគាត់រាល់ថ្ងៃបែកញើសបន្តិចហ្នឹងគឺខ្ញុំកក់ឲ្យគាត់ហ្មងចង់ឲ្យតែខ្សែសក់គាត់បានល្អហើយវែងក្រាស់លឿនអញ្ចឹងនៅពេលដែលយើងកាត់បរិច្ចាគទៅគាត់បានតែខ្សែសក់ដែលល្អរលាស់រលោងក្រាស់ល្អអញ្ចឹងណាបងអញ្ចឹងខ្ញុំព្យាយាមថែឲ្យសន្សំសក់គាត់ដែរហើយនេះសិតតែវីដេអូ3 4 ខែមុនទេណាបងជាក់ស្ដែងសក់គាត់ឥឡូវហ្នឹងគឺវែងខ្លាំងមែនតើហ្មង